ខេសួស្តីបងប្អូនទាំងនេះឥឡូវយើងចូលមកមេរៀនបន្តរបស់យើងដែលតាក់ទងជាមួយនឹង PD Array ឬក៏យើងហៅថា Premium Discount អញ្ចឹងតាក់ទងជាមួយនឹងមេរៀននេះអាចឲ្យយើងដឹងថាកន្លែងណាយើងគួរទិញកន្លែងណាយើងគួរលក់ឲ្យបានត្រឹមត្រូវតាក់ទងជាមួយនឹង structure របស់ផ្សារដែលយើងអាចនឹងយក PD Array ហ្នឹងយកមកគប់ផ្សំជាមួយដើម្បី verify មួយសារទៀតលក្ខណៈថាយើងបាន confirm មកតង់ទៀតសម្រាប់ការចូលទិញលក់អញ្ចឹងណាអញ្ចឹងតាក់ទងជាមួយនឹង PD Array គឺជាតំបន់ដែលអាចឲ្យយើងដឹងពីទីផ្សារពេលណាយើងគួរទិញពេលណាយើងគួរលក់ហើយរងចាំ confirm អញ្ចឹងទៅហើយតាក់ទងជាមួយនឹង premium ហើយនឹង discount បើសិនជាយើងនិយាយឲ្យសាមញ្ញទៅនៅពេលដែលផ្សារ movement ឡើងទៅដល់តម្លៃ premium យើងលក់មកដល់តម្លៃ discount យើងទិញឡើងតែប៉ុណ្្នឹងទេប៉ុន្តែបើសិនឲ្យស៊ីជម្រៅទៅវាអាចនឹងមានគូផ្សំជាមួយ structure ផ្សារដើម្បី confirm យកមកចូលផ្សារមកតង់ទៀតដើម្បីឲ្យបាន confirm ច្រើនមុននឹងយើងចូលអាចនិយាយបានថាយើងទំនុកចិត្តឬមួយក៏ការចេញចូលផ្សាររបស់យើងក៏យើងមានលក្ខណៈថាអត់យើងមិនមែនចិត្តតែចូលទៅពីឲ្យតែឃើញចូលមានឃើញ AVG ផ្សេងៗជាឃើញចូលអញ្ចឹងណាហ្នឹងហើយអញ្ចឹងរបៀបនៃការចាប់យក premium discount គឺយើងចាប់ពី swing high មក swing low ហើយយើងយកswing ដែលនៅខ្ពស់ជាងគេឬមួយក៏ដែលនៅក្រោមជាងគេឧទាហរណ៍ដូចឃើញចាក់ស្ដែងឃើញអត់ swing high swing low ដែលយើងយកនឹង high ហើយយើងយកនឹង low ជាងគេដែលយើងយកមកចាប់ចេញជា premium discount នៅតំណែងមួយអូខេជាមួយនឹងខាងក្រោមនេះមួយទៀតហ្នឹងអញ្ចឹងជាទូទៅសម្រាប់premium discount យើងត្រូវដឹងថាពេលដែលយើងចូលផ្សារហ្នឹងយើងត្រូវមើលហើយយើងត្រូវចាប់មើលវាមុននឹងយើងចូលកុំឲ្យ fail ហើយយើងចូលទិញលក់កុំឲ្យខុស0ដូចជាក់ស្ដែងឧទាហរណ៍មាន AVG 2នៅហាងចែមានតំណែងមួយជាមួយនឹងនៅខាងលើនេះមួយsorry នេះវាមានលើនឹងមួយក្រោមនឹងមួយស្រាប់តែផ្សារចុះមកចឹងចូលមកដល់ខាងក្រោមទៅហ្នឹងអូឃើញមាន AVG ទៅនេះមួយផ្សារហ្នឹងនឹងមកយក AVG ហ្នឹងចុះមកទៀតប៉ុន្តែទាំងដែលចាក់ស្ដែងមួយផ្សារខ្លាំងវាបុកឡើងទៅលើទៅផ្ដាច់ហើយយើងក៏ CSL នៅទៅហ្នឹងដល់ពេលយើងចូល entry sell ស្រប trend នៅទៅហ្នឹងអានេះក្នុងករណីផ្សារដើរធម្មតាណាហ្នឹងហើយអញ្ចឹងស្រាប់តែយើងចូល sell នៅតម្លៃ discount ហ្នឹងអញ្ចឹងបកទៅលើនិយមន័យដែលខ្ញុំបាននិយាយវិញយើង sell នៅតម្លៃ premium យើង buy នៅតម្លៃ discount អញ្ចឹងបើសិនជាករណីកន្លែងទៅហ្នឹងផ្សារបុកទៅហើយយើងប្រឡែងសិនកុំតន់អាចចូលធ្វើអីប៉ុន្តែយើងត្រូវមើលសិន watch swing ចាប់ premium discount ហ្នឹងមកយើងមើលខាងលើនឹងមានអីគេមាន AVG មួយទៀតនៅលើទៅហ្នឹងហើយនៅក្នុងតម្លៃគេតម្លៃ premium អញ្ចឹងនៅពេលដែលផ្សារវា move ទៅវាមកប៉ះជាមួយនឹងតម្លៃ premium ហ្នឹង rate ដែលវាបក reversal មកខាងក្រោមấyគឺវាអាចមានច្រើនអញ្ចឹងណាអញ្ចឹងដូចនិយមន័យអញ្ចឹង sell premium buy discount អញ្ចឹងដល់ពេលដែលផ្សារបកមកយកជាមួយនឹង AVG នៅទៅហ្នឹងវាមានការបក reversal មកខាងក្រោមអញ្ចឹងដល់ពេលផ្សារវាចុះពី premium មកដល់តម្លៃ discount វិញមកយកជាមួយនឹងតណេះពីមុនមិន AVG ត្រូវអត់ដល់ពេលវាបុកផ្ដាច់ខ្លាយទៅជា AVG អញ្ចឹងដល់ពេលដែលផ្សារបកមកដល់ទៅហ្នឹងប៉ះជាមួយនឹង AVG នៅក្នុងតម្លៃ discount ផ្សារបក reversal ឡើងវិញហើយយើងអាចកំណត់ TP របស់យើងគួរសមទៅ high ត្រឹមតែនេះឬមួយក៏50%នៃ swing ហ្នឹងដែលវាបានបង្កើតហ្នឹងក៏បានប៉ុណ្ណឹងអាចនិយាយបានថាយើងចូលយើងត្រូវមើលតម្លៃ premium និង discount ហ្នឹងសំខាន់ក្នុងការចូល entry ក្នុងផ្សារតាក់ទងជាមួយនឹង concept ICT ហើយមួយទៀតតាក់ទងជាមួយនឹង OTE ខ្ញុំនឹងបង្ហាញនៅមេរៀនក្រោយមួយទៀតអញ្ចឹងខ្ញុំចង់ឲ្យគ្នាយើងមើលទៅនេះមកតង់ទៀតនៅពេលដែលផ្សារបានបង្កើតអញ្ចឹងណានៅពេលដែលវាចុះមកផ្ដាច់ជាមួយនឹងជើងឡូទៅនេះឃើញទេมันคล้ายជា MSS ត្រូវអត់នៅទៅហ្នឹងអញ្ចឹងទី1បានคล้ายជា MSS មួយទៀតនៅផ្ដាច់ចុង swing ទៅហ្នឹងវាយើងអាចចាប់បានថាជា CISD មកតង់ទៀតអញ្ចឹងជាទូទៅបើយើងមើលតាម CISD ផ្សារផ្ដាច់ឡើងបក reversal មកយកទៅហ្នឹងមាន AVG ផងឬមួយក៏មានអីគូផ្សំមួយចំនួនទៀតយើងចូល sell តែយើងអត់មើលទេ0នៅទៅហ្នឹង0នេះគេ0 discount ចូល sell នៅទៅហ្នឹងត្រូវអត់ទេអត់ត្រូវទេ
ជួនណាទៅបើសិនយើងចូលទៅ check មើល higher time frame ទៀតកន្លែងទៅហ្នឹងអាច sweep liquidity គ្រាន់តែជា sweep liquidity higher time frame ទេប៉ុន្តែឃើញ time frame ទៅឃើញ break structure មកចេញ MSS នៅទៅហ្នឹងចូលទៅហ្នឹងក៏អត់ត្រូវដែរនៅពេលដែលចូលទៅហ្នឹងវាគ្រាន់តែ sweep បក retest ឡើងលើវិញនៅទៅនេះជាមួយខ្ញុំគូនៅពេលដែលបក retest ឡើងលើវិញបន្តិចចុះមកវិញផ្ដាច់នៅទៅនេះបង្កើតបាន MSS កន្លែងទៅនេះចូល lower time frame អាចមាន AVG ឬមួយក៏ IVG មួយទៅហ្នឹងម្ដុំទៅហ្នឹងអាចមាននៅទៅហ្នឹងអញ្ចឹងបើសិនជាយើងមើលទៅតាម PD array ឬក៏ premium discount វិញនៅទៅហ្នឹងទី1យើងអាចនឹងបាន confirm មួយវានៅក្នុងតម្លៃ discount យើងអាចបាយឡើងទៅបានហើយបន្ទាប់មកនៅទៅហ្នឹងវាមានអីគេ CISD មកគ្រាប់ទៀតឬក៏ MSS បានបង្កើត MSS ហើយមួយសារទៀតអញ្ចឹងវាមាន AVG ផងឬមួយក៏ IAVG នៅទៅហ្នឹងអីចឹងទៅបក retest យើងចូលបាយ target high នៅទៅនេះបានមកផ្ដាច់ពងអញ្ចឹងបើថាតាក់ទងជាមួយនឹងការមើលpremium discount នោះគឺសំខាន់ត្រង់ថានៅពេលដែលផ្សារ movement វាដើរធម្មតានៅពេលដែលវា movement បុកទៅខ្លាំងទៅមកក៏យើងពិបាកនឹងការចាប់យកមកដែរអាហ្នឹងសម្រាប់ apply នៅក្នុងផ្សារម៉ោងធម្មតានៅពេលវាដើរទៅដើរមកនេះអញ្ចឹងណាហ្នឹងហើយអញ្ចឹងតាក់ទងជាមួយនឹងមេរៀនហ្នឹងខ្ញុំគិតថាវាមានតែប៉ុណ្្នឹងទេហើយអត់ស្មុគស្មាញឲ្យយើងរបៀបនៃការចាប់ទេគ្រាន់តែថាយើងចាប់ swing យើងរកមើល confirm ដែលខ្ញុំបានបរៀនហ្នឹងមកតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាគ្នាយើងមានចម្ងល់ឆ្ងល់តាក់ទងជាមួយនឹងមេរៀនអីអាចឆាតមកផ្ទាល់ខ្ញុំក៏បានឬមួយក៏ឆាតនៅក្នុងក្រុមបានអូខេអញ្ចឹងជួបគ្នានៅវីដេអូបន្តទៀតអរគុណច្រើន